អ្នកទាំងអស់គ្នាសាកគិតមើលថាប្រសិនបើយើងអាចបញ្ឈប់ពេលវេលាបានតើជីវិតរបស់យើងនឹងទៅជាយ៉ាងណាបើយើងគ្រាន់តែស្ដាប់ទៅវាដូចជាងាយស្រួលនិងសប្បាយរីករាយណាស់ព្រោះតែយើងមានសេរីភាពហើយពិភពលោកនេះនៅក្នុងដៃយើងតែម្ដងយើងចង់ធ្វើអ្វីក៏បានដែរប៉ុន្តែបើសិនបើយើងគិតតាមវិទ្យាសាស្ត្រជាក់ស្ដែងវិញវាប្រហែលជាមិនដូចនេះទេវាអាចខ្មាំងងឹតជាងអ្វីដែលអ្នកធ្លាប់គិតទៅទៀតតែបើសិនបើអ្នកទាំងអស់គ្នាចង់ដឹងការពិតពីរឿងនេះមកស្ដាប់វីដេអូនេះឲ្យដល់ចប់សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះ David តើតើដឹងនឹងទាំងអស់គ្នា Melis Aurora គឺជា brand ទឹកអប់ high end ដែលខ្ញុំបានធ្វើឡើងហើយលក់ក្នុងតម្លៃសមរម្យបំផុតគឺមួយដបត្រឹមតែ$10តែប៉ុណ្ណោះបើអ្នកទាំងអស់គ្នាមិនទាន់ដឹងថារើសក្លិនមួយនេះអាចស័ក្តិសមទៅនឹងកលៈទេសៈអ្នកទាំងអស់គ្នាអាចឆាតមក Facebook page ឬក៏ Telegram បាននិងមានក្រុមការងារជួយណែនាំអ្នកទាំងអស់គ្នាទោះមិនទាន់ទិញក៏ដោយហើយអ្វីដែលកាន់តែពិសេសនោះគឺថាទិញមួយដបថែម tester 5 ml មួយតែបើទិញ2ដបថែម tester 2ហើយ free delivery ទៀតអញ្ចឹងកុំភ្លេចឆាតមកក្នុង page និង Telegram Melis Aurora បើយើងសាកសម័យទៅកាន់ពិភពលោកមួយដែលពិភពលោកយើងទាំងមូលស្រាប់តែកកនៅមួយកន្លែងសំឡេងរថយន្តនៅតាមផ្លូវក៏បានបាត់សំឡេងសត្វស្លាបដែលកំពុងហោះក៏បានឈប់នៅលើអាកាសហើយសូម្បីតែមិត្តភ័ក្តិរបស់យើងដែលកំពុងតែនិយាយគ្នានេះក៏នៅស្ងៀមដូចជារូបចម្លាក់អញ្ចឹងហើយមានតែអ្នកម្នាក់គត់ដែលអាចដើរលេងបានសើចបានធ្វើអ្វីគ្រប់យ៉ាងបានតាមចិត្តហើយតើអ្នកនឹងគិតថាធ្វើអ្វីមុនគេបើសិនបើពេលនោះកើតឡើងមែនទៅប្លន់ធនាគារទៅដើរលេងផ្សារទំនើបឲ្យសប្បាយឬក៏គ្រាន់តែចង់គេងឲ្យឆ្អែតមិនខ្វល់ពីការធ្វើការឬក៏ការរៀនវិញហើយថ្ងៃនេះដែរខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅវិភាគបែបវិទ្យាសាស្ត្រពិតៗជាក់ស្ដែងបើសិនបើអ្នកអាចបញ្ឈប់ពេលវេលាបានមែនតើជីវិតយើងនឹងទៅជាយ៉ាងណាហើយខ្ញុំក៏សូមបង្ហាញចម្លើយដែរថាគឺវាមិនដូចនៅក្នុងរឿងភាគឬក៏ Hollywood ទេហើយរឿងដំបូងដែលបានកើតឡើងនោះគឺថាបើសិនបើពេលវេលាបានឈប់អ្នកនឹងក្លាយទៅជាមនុស្សពិការភ្នែកភ្លាមតែអ្នកឆ្ងល់ថាហេតុអ្វីទេក៏ដោយសារតែច្បាប់រូបវិទ្យាយើងមើលឃើញអ្វីមួយទៅបានក៏ដោយសារតែក្របភាពល្អិតពន្លឺតូចៗដែលហៅថា photon ធ្វើដំណើរទៅបុកវត្ថុនោះរួចចេះពន្លឺចូលមកកាន់កែវភ្នែករបស់យើងប៉ុន្តែពន្លឺមានល្បឿនប្រហែលជា 30,000 គីឡូម៉ែត្រក្នុង1វិនាទីបើពេលវេលាឈប់ដើរមែនក្របពន្លឺទាំងអស់នោះនឹងឈប់ហោះដែរដែលវាមានន័យថាគ្មានក្របពន្លឺ photon ណាហោះមកចូលប្រស័យភ្នែករបស់យើងឡើយហើយពិភពលោកនៅជុំវិញខ្លួនរបស់យើងដែលធ្លាប់តែស្រស់ស្អាតនោះនឹងប្រែទៅជាខ្មៅងងឹតសូន្យដោយគេបិទភ្លើងនៅក្នុងល្អាងភ្នំអញ្ចឹងគ្រាន់តែគិតទៅដល់បញ្ហានេះក៏ព្រឺសម្អល់បាត់ទៅហើយចុះចំណែកឯសម្លេងវិញអ្នកក៏លែងលឺអ្វីទាំងអស់សូម្បីតែសម្លេងដកដង្ហើមរបស់ខ្លួនឯងវិទ្យាសាស្ត្របានបញ្ជាក់ឲ្យថាសម្លេងគឺជារលកដែលធ្វើដំណើរឆ្លងកាត់ម៉ូលេគុលខ្យល់បើពេលវេលាឈប់ដើរម៉ូលេគុលខ្យល់ក៏លែងញ័រដែរដែលនាំឲ្យរលកសម្លេងមិនអាចធ្វើដំណើរបានតែរឿងដែលសាហាវបំផុតនោះគឺការដកដង្ហើមខ្យល់អុកស៊ីសែននៅជុំវិញខ្លួនរបស់យើងបង្ប្រែទៅជារឹងដូចជាបេតុងអញ្ចឹងម៉ូលេគុលខ្យល់នឹងកកជាប់នៅមួយកន្លែងដែលធ្វើឲ្យសួតរបស់យើងមិនអាចទាញខ្យល់ចូលទៅក្នុងបានបើអ្នកចង់ដកដង្ហើមអ្នកត្រូវតែដើរទៅមុខជានិច្ចដើម្បីឲ្យច្រមុះរបស់យើងទៅបុកជាមួយនឹងម៉ូលេគុលអុកស៊ីសែនទាំងនោះដែលកកជាប់ទៅលើអាកាសនោះបើនិយាយឲ្យស្រួលទៅគឺយើងត្រូវការស្រូបយកខ្យល់ដើម្បីរស់ហើយបើតាមច្បាប់រូបវិទ្យាជាក់ស្ដែងតាមច្បាប់thermodynamicការកកកុញនៃកម្ដៅតើអ្នកគិតថាការដើរនៅក្នុងពេលវេលាដែលកំពុងឈប់នេះវាស្រួលមែនទេជាការពិតទៅសីតុណ្ហភាពនៅជុំវិញខ្លួនរបស់យើងនឹងប្រែប្រួលយ៉ាងសាហាវបើតាមច្បាប់ thermodynamic កម្ដៅកើនឡើងដោយសារតែចលនារបស់អាតូមបើពេលវេលាឈប់ជាប់គាំងអាតូមក៏លែងញ័រដែរដែលនាំឲ្យសីតុណ្ហភាពធ្លាក់ចុះរហូតទៅដល់ absolute zero ឬក៏ប្រហែលជា-273 អង្សាសេឯណោះអ្នកនឹងកក់ស្លាប់ភ្លាមក្នុងរយៈពេលមួយប្រព្រឹត្តភ្នែកប៉ុន្តែតើតើអ្នកមានអាគមអមអាមដែលអាចការពារខ្លួនពីភាពត្រជាក់នេះបានក៏ប៉ុន្តែអ្នកនៅតែជួបបញ្ហាមួយទៀតដែរគឺការកកកុញនៃកម្លាំងរាល់ពេលដែលអ្នកដើរទៅបុកអ្វីមួយកម្លាំងប៉ះទង្គិចនោះនឹងកើតឡើងក្នុងរយៈពេល0វិនាទីបើតាមរូបវិទ្យា F ស្មើនឹង ma វានឹងបង្កើតទៅជាកម្លាំងដ៏មហិមាមួយដែលមិនអាចកណនាបានដែលធ្វើឲ្យរបស់ដែលយើងបានប៉ះនោះនឹងផ្ទុះខ្ទេចក្នុងពេលវេលាដែលចាប់ផ្ដើមដើរវិញហើយសម័យកាលនេះគឺបង្កើតឡើងដោយ Isaac Newton ដែល F នេះស្មើនឹងកម្លាំងឬក៏កម្លាំងជំរុញឬកម្លាំងទាញM នេះតំណាងឲ្យ mass ដែលជាបរិមាណរូបធាតុដែលនៅក្នុងវត្ថុនោះ A នេះតំណាងឲ្យសន្ទុះគឺជាអត្រានៃការផ្លាស់ប្ដូរល្បឿននៃវត្ថុមួយធៀបនឹងរយៈពេលហើយខ្ញុំសូមមិនស៊ីជម្រៅក្នុងច្បាប់រូបវិទ្យានេះទេហើយក្រៅពីការប៉ះទង្គិចបែបវិទ្យាសាស្ត្រទៅលើរាងកាយរបស់យើងបញ្ហាមួយទៀតនោះគឺបញ្ហាផ្លូវចិត្ត
មនុស្សជាតិរបស់យើងគឺទន្លាប់រស់នៅជាក្រុមឬរស់នៅក្នុងសង្គមបើសិនបើអ្នកបញ្ឈប់ពេលវេលាអស់រយៈពេលជាយូរអ្នកនឹងរស់នៅក្នុងពិភពលោកមួយដែលគាំងស្ដោកគ្មានអ្នកនិយាយរកគ្មានអ្នកសើចជាមួយនិងសូម្បីតែគ្មានអ្នកបរិភោគអាហារជាមួយផងដែរភាពឯកោនេះគឺធំធេងណាស់នឹងធ្វើឲ្យខួរក្បាលរបស់អ្នកនឹងមានបញ្ហាតក់ស្លុតស្មារតីនិងអាចវិវត្តទៅជាជំងឺឆ្កួតឡប់ក្នុងរយៈពេលដែលខ្លីបំផុតហើយតើលុយកាក់ឬក៏អំណាចនោះមានន័យអ្វីទៀតបើសិនបើគ្មាននរណានៅក្បែរយើងផងនោះគ្រាន់តែប្រមាណចំណុចនេះក៏យើងអាចដឹងហើយថាការបញ្ឈប់ពេលវេលាឬក៏ការគាំងពេលវេលានៅស្ងៀមដូចជាមិនមែនជាជម្រើសល្អក្នុងការធ្វើឲ្យជីវិតរបស់យើងសប្បាយរីករាយនោះទេបើសរុបមកវិញការបញ្ឈប់ពេលវេលានេះបើយើងស្ដាប់ទៅវាដូចលយអស់ចានណាស់តែនៅក្នុងកុនឬក៏ក្នុងរឿងតែប៉ុណ្ណោះបើការពិតវិញវាអាចជាបណ្ដាសាដែលធ្វើឲ្យយើងស្លាប់បានលឿនបំផុតគ្រាន់តែបញ្ហាមួយចំនួនដូចជាបញ្ហាផ្នែករបស់យើងមិនអាចមើលឃើញក៏ដោយសារតែក្របពន្លឺ photon មិនអាចបុកប៉ះក្នុងប្រស័យភ្នែករបស់យើងដែលធ្វើឲ្យពន្លឺធម្មតានេះក្លាយទៅជាពន្លឺកាំរស្មី high energy ដូចទៅនឹងកាំរស្មីអីអញ្ចឹងដែលអាចធ្វើឲ្យភ្នែករបស់យើងងងឹតមើលរំពេចនិងអាចរលាកស្បែកទៀតផងហើយបញ្ហាទំនេរផែនដីក៏អាចកើតឡើងផងដែរប្រសិនបើពេលវេលាឈប់ថាមិនត្រូវផែនដីក៏ឈប់វិលផងដែរដូច្នេះតើទំនេរផែនដីនៅមានឬអត់បើសិនបើទំនេរផែនដីបាត់បង់វិញអ្នកនឹងហោះចេញពីភពផែនដីនេះទៅក្នុងលំហអាកាសគ្មានថ្ងៃវិលត្រឡប់មកវិញដូច្នេះយើងអាចសន្មតបានហើយថាជីវិតដែលល្អបំផុតនោះគឺជីវិតដើរទៅមុខទៅតាមម៉ោងពេលវេលាធម្មតាជាមួយនឹងមនុស្សដែលយើងស្រឡាញ់កុំចង់បញ្ឈប់ម៉ោងពេលវេលាអីគួរតែចេះប្រើវាជាមួយនឹងមនុស្សដែលមានតម្លៃល្អជាងដូច្នេះវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេសូមអរគុណគ្រប់គ្នាសម្រាប់ការទស្សនាវីដេអូនេះបើអ្នកទាំងអស់គ្នាពេញចិត្តសូមកុំភ្លេចចុច like និង subscribe អ្នកទាំងអស់គ្នាក៏អាចចូលមើលវីដេអូផ្សេងៗរបស់ខ្ញុំបានផងដែរសូមអរគុណ